សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមកស្គាល់នៅសាលា IT Academic Step សាខាតួកោទាំងអស់គ្នានៅឯនេះគឺជាជាប់បន្ទាប់របស់យើងដែលបន្ទប់ទី1នេះគឺជាបន្ទប់ផ្ដល់ព័ត៌មាន information ផ្សេងៗដែលទាក់ទងជាមួយនឹងសាលាយើងចំណាក់នេះមានចម្ងល់អីអាចមកសួរបានហើយបន្ទាប់ហ្នឹងគឺជាបន្ទប់ admin ចឹងទៅពេលអ្នកសិក្សាអ្នកនេះមានចម្ងល់អីក៏អាចសួរបន្ថែមទាក់ទងជាមួយនឹងព័ត៌មានសិក្សារបស់អ្នកនេះនៅ admin បានដែរតើអ្នកនេះយើងទៅមើលចង់ទី1ថាមានបន្ទប់អីបន្ថែមទៀតអ្នកដែលជន់នេះក៏ស្លាយយើងមានកន្លែងផ្ញើម៉ូតូដូចគ្នាអ្នកនរគ្នាមានទីធ្លាអាចដាក់ម៉ូតូបានច្រើនដូចគ្នាចឹងអ្នកនរគ្នាបន្ទាប់មកបាទយើងទៅដល់ជាន់ទី1នឹងឯនេះគឺជាជាន់ទី1របស់ពួកយើងហើយបន្ទាប់មកបើអ្នកនេះបែរមកខាងនេះវិញអ្នកនេះនឹងឃើញ student lounge ដែលគាត់អាចអង្គុយនិយាយគ្នាលេងបានញ៉ាំអីនឹងក៏បានដែរអ្នកនេះចឹងទៅបន្ទាប់មកបន្ទប់ទី1នេះគឺជាបន្ទប់ student room ដែលអ្នកនេះអាចធ្វើ assignment ធ្វើការងារផ្សេងៗដែលអ្នកនេះបន្ទាប់ពីចេញពីសិក្សាចឹងអ្នកនេះហើយបើបែរទៅខាងនេះវិញគឺជាបន្ទប់សិស្សកំពុងតែសិក្សាឥឡូវហ្នឹងបន្ទប់ហ្នឹងក៏ជាបន្ទប់សម្រាប់សិក្សាដូចគ្នាអ្នកនេះហើយសម្រាប់គំនូរដែលនៅជុំវិញខ្ញុំទាំងអស់6ផ្ទាំងនេះអ្នកនេះអាចមើលបានគឺជាទាំងអស់ហ្នឹងគឺ student artwork ទាំងអស់អ្នកនេះហ្នឹងហើយអ្នកនេះសម្រាប់ជាន់ទី1យើងមានតែប៉ុណ្្នឹងតោះឥឡូវទៅជាន់ទី2ទាំងអស់គ្នាហ្នឹងហើយអ្នកនេះពេលឡើងមកដល់ជាន់ទី2ព្រាមអ្នកនេះនឹងឃើញ artwork របស់ student យើងដូចគ្នាចឹងហើយអ្នកនេះបន្ទាប់មកបែរមកខាងនេះគឺជាបន្ទប់ហ៊ានរបស់ពួកយើងនិយាយទៅជាន់ហ្នឹងគឺយើងមានបន្ទប់ហ៊ានសតតែម្ដងអ្នកគ្នានឹងឯនេះបើសិនជាយើងជិះតាមផ្លូវសាទូកោគឺយើងទៅដល់ស្តុបសាទូកោបន្ទាប់មកយើងទៅត្រង់ផុតស្តុបទៅយើងបិទខាងឆ្វេងដៃទៅត្រង់បន្តិចនឹងដល់សាលាយើងហើយអ្នកនរគ្នា